và chuyển số là số sẽ bỏ một nhé chẳng dương bàn cầm này như xa bạn đục và rồi chỉ bạn đục pi và bốn lần tipi ấy chẳng dương to cầm này to tiếp được sai dương tầm đo mang tipi bốn ấy hay dương miền ở mang tipi pram nơi mang tipi mùi chẳng dương mơ video mùi tiết cỡ tông nâng mang tipi pram khi ao dương cỡ nero cầm lăng để sai chủng lon tầm pi nó nguyên miền nằm bờ lơ kia chẳng thì dương tự đăng giờ np để sai chủng lon áពេលដែលវាមានចរន្តអគ្គិសនីឆ្លងកាត់វាប្រកាសជាបង្កើតបានដែនហើយអញ្ចឹងនៅពេលវាបង្កើតបានដែនបាទគឺអាពីរនឹងបង្កើតបានដែនដូចគ្នាបាទដែនដូចគ្នាអញ្ចឹងអានេះក៏បង្កើតបានដែនដែរអញ្ចឹងនៅពេលដែលវាពុបទៅវាអាចមានកម្លាំងបាទបង្កើតមានដែនធ្វើមានកម្លាំងអាចទាញចូលឬច្រើនចេញណាដោយសារយើងដឹងថាកម្លាំងអេឡិចត្រូម៉ាញ់ទិកនៅពេលដែលមានចរន្តបាទអគ្គិសនីឆ្លងកាត់បាទរបាខ្សែចម្លងណាមួយហើយយកខ្សែចម្លងហ្នឹងដាក់នៅក្នុងដែនបាទពេលហ្នឹងគឺយើងឃើញមានកម្លាំងមួយកើតឡើងគឺកម្លាំងអេឡិចត្រូម៉ាញ់ទិកអញ្ចឹងដូចគ្នាដែរនៅពេលដែលយើងយកខ្សែចម្លងត្រង់2បាទមានប្រវែងស្មើគ្នាដែល L1 និង L2 នេះស្មើ1ម៉ែត្រដាក់ឲ្យស្របគ្នាក្នុងខ្យល់ហើយស្ថិតនៅក្នុងចម្ងាយពីគ្នាហ្នឹងគឺ A nóស្មើ1ម៉ែត្រអញ្ចឹងនេះចម្ងាយនេះប្រកលែងពីខ្សែទី1ខ្សែទី2តាមដោយ A ដល់1សង់ទីម៉ែត្រហើយឆ្លងកាត់ដោយចរន្តអគ្គិសនីមានទិសដៅដូចគ្នាបាទរូបទី1ទិសដៅដូចគ្នាបាទនឹងមានអង្គតង់ស្ទេចរន្ត E1 E2 មានតម្លៃស្មើគ្នាគឺ1អាំពែដូចគ្នាទៀតហើយជ្រាបម៉ាញ់ទិកនៃខ្យល់គេឲ្យមក1ស្រូមកប៉ុណ្ណឹងអញ្ចឹងកន្លែង1ស្រូនេះគេមកឲ្យគ្នាយើងត្រូវដឹងដែរបាទអញ្ចឹងគេឲ្យយើងគណនាកម្លាំងដែលមានអំពើទៅវិញទៅមករវាងខ្សែចម្លងទាំងពីរហើយសំណួរខគេសួរសំណួរយើងគេសួរថាតើខ្សែចម្លងទាំងពីរហ្នឹងវាទាញឲ្យចូលឬក៏ច្រាំងឲ្យចេញបាទអញ្ចឹងដើម្បីដោះស្រាយលំហាត់នឹងឲ្យបានត្រឹមត្រូវគឺយើងតោះមករំលឹកមេរៀនឲ្យបន្តិចសិនអញ្ចឹងគឺយើងមើលនេះតោះអញ្ចឹងយើងមានខ្សែចម្លង2បាទយើងឲ្យចរន្តឆ្លងកាត់ខ្សែចម្លងទាំងពីរហ្នឹងអញ្ចឹងនៅពេលដែលចរន្តឆ្លងកាត់ខ្សែចម្លងពីរដាក់ក្បែរគ្នាវាមានអំពើលើគ្នាហើយដូចបន្ទប់អគ្គិសនីអញ្ចឹងបន្ទប់អគ្គិសនីនៅពេលយើងដាក់ជិតគ្នាឬក្បែរគ្នាគាត់ជាមានអំពើលើគ្នាហើយវាអាចច្រានចូលឬក៏ទាញចូលឬក៏ច្រានចេញអាស្រ័យលើបន្ទប់ដែលមានប៉ូលមេដែកដូចគ្នាដែរគឺយើងមេដែកក៏ដូចគ្នាដែរនៅពេលយើងមានមេដែកយើងដាក់ប៉ូលដែលវាមានប៉ូលដូចគ្នាឬក៏ប៉ូលដូចគ្នាក៏វាមានអំពើលើគ្នាដែរវាអាចទាញចូលឬច្រានចេញអាស្រ័យលើប៉ូលរបស់មេដែកណាដោយឡែកទៅទៅនឹងចរន្តអគ្គិសនីក៏ដូចគ្នាដែរនៅពេលដែលវាឆ្លងកាត់ខ្សែចម្លងវាបង្កើតបានជាដែនពេលបង្កើតបានដែរបង្កើតបានជាកម្លាំងបាទអេឡិចត្រូម៉ាញ់ទិកហើយដែលយើងសរសេរបាន S យើងស្មើនឹងបាទ BIL sinimum បាទតតានេះក៏ធ្លាប់ចេញប្រឡងដែរ2021ដែលយើងរៀនពីវាណាឥឡូវយើងមើលសិនអញ្ចឹងយើងចេះប្រព័ន្ធនេះសិនអញ្ចឹងនៅពេលដែលខ្សែចម្លង2ឲ្យចរន្តឆ្លងកាត់មានទិសដៅដូចគ្នាគេឃើញថាខ្សែចម្លងទាំងពីរវាទាញគ្នាចូលណាបាទមួយដែលឡែកនៅពេលដែលចរន្តយើងដូរវិញដូរឲ្យ E on ទៅលើ E ដើមមកក្រោមវិញអញ្ចឹងទិសដៅវាផ្ទុយគ្នាអត់ផ្ទុយគ្នាឬខុសគ្នាតែមួយទេអញ្ចឹងនៅពេលដែលផ្ទុយគ្នាឬខុសគ្នាហ្នឹងយើងឲ្យចរន្តឆ្លងកាត់ហ្នឹងខ្សែចម្លងទាំងពីរឃើញថាវាច្រាននេះចេញយើងខំរុញទៅយ៉ាងណាក៏វាអត់ចង់ទៅដែរវាមានកម្លាំងមួយទៀតរុញចេញអញ្ចឹងវាមានអំពើលើគ្នាហ្នឹងបាទវាហៅកម្លាំងអន្តរកម្មមានអំពើទៅវិញទៅមកអញ្ចឹងណាបាទអញ្ចឹងយើងមើលបើយើងសិនតែយើងចង់រកតម្លៃកម្លាំងទាំងពីរហ្នឹងវាមានអំពើលើគ្នាប្រហែល Newton គឺយើងអាចរកបានតាមរូបមន្តS12 ស្មើ S21 ស្មើនឹង10 I1 I2 គុណនឹង L នៅលើ2 pi a បាទកន្លែងនេះយើងតាមដូច D ក៏បានដែរយើងគឺជាចម្ងាយពីខ្សែទី1មកខ្សែទី2ជាចម្ងាយណាបាទអាហ្នឹងគឺដើម្បីរកតម្លៃមួយទៀតអ្វីដែលយើងត្រូវចងចាំមកនេះបាទនេះបាទនៅពេលដែលយើងចាំអាកន្លែងហ្នឹងពីត្រេហ្នឹងណាគឺយើងគូររូបបាទគេសួរសំណួរទាញចូលចាញ់យើងឆ្លើយយ៉ាងងាយស្រួលបាទឆ្លើយយ៉ាងផុយហ្មងបាទយ៉ាងផុយហ្មងគឺយកបន្ទុកបាទ free ហ្មងហ្នឹងដូច free បន្ទុកហ្មងនៅពេលយើងចេះអាពីរចំណុចហ្នឹងនៅពេលដែលចេញអាហ្នឹងទៀតណាបាទយើងមើលគេថាបើសិនជា E1 ស្រប E2 បាទស្របហ្នឹងមានថាទិសដៅវាដូចគ្នាឬក៏អាមួយឡើងលើអា2ក៏ឡើងលើអាមួយចុះក្រោមអា2ក៏ចុះក្រោមដែរអញ្ចឹងដូចគ្នាបាទដូចគ្នាកម្លាំងនេះគឺជាកម្លាំងទំនាញបាទកម្លាំងទំនាញមានន័យថាបាទ S1 បាទទាញដោយ S2 ដោយខ្សែទី2ដល់ពេលខ្សែទី2ក៏ទាញដោយខ្សែទី1ដែរយើងតាំង S12 មានន័យថាខ្សែទី1ទាញខ្សែទី2ចូលក្នុងដល់ពេលយើងតាំង F21 មានន័យថាយើងខ្សែទី2ក៏ទាញខ្សែទី1ចូលទៅដែរបាទវាទាញរកគ្នាចឹងទៅបាទទាញចូលណាដោយឡែកនៅពេលដែលបាទ E1 នេះវាផ្ទុយពី E2 មកផ្ទុយគ្នាអញ្ចឹងមានថា E on ឡើងលើ E ដើឡើងក្រោមចុះក្រោមមកដោយរូបទី2នេះអញ្ចឹងយើងឃើញថាកម្លាំងនេះជាកម្លាំងចម្រាន
កម្លាំងចម្រានមានតែកម្លាំងវាច្រើនវាចេញអញ្ចឹងណាបាទអំពើលើវាច្រើនវាចេញអញ្ចឹងអាទី1ច្រើនអាទី2មកខាងនេះអាទី2ក៏ច្រើនអាទី1មកខាងនេះអញ្ចឹងវាអត់ឲ្យមកចិត្តគ្នាទេបើច្រើនចេញរៀងខ្លួនចង់ឈ្នះរៀងខ្លួនអញ្ចឹងណាបាទអញ្ចឹងបើសួរថាតើនៅពេលដែលវាទិសដៅដូចគ្នាទិសដៅផ្ទុយគ្នាហ្នឹងតើកម្លាំងវាមានតម្លៃប៉ុន្មានយើងអាចរកបានតាមណាបាទអត់ស្គាល់ថាវាទាញចូលច្រើនចេញទេនៅពេលដែលយើងកណនាតម្លៃគឺយើងអនុវត្តតាមរមុននេះបាទអាទាញចូលច្រើនចេញហ្នឹងគឺនៅពេលដែលគេសួរសំណួរដូចបាទលំហាត់យើងនេះគេសួរសំណួរនេះអញ្ចឹងយើងអាចឆ្លើយបានយោងតាមទិន្នន័យនេះហើយយើងគូររូបជាគេមួយទៅអាហ្នឹងជាការស្រេចហើយអញ្ចឹងមកខាត់ពេលយូរតោះយើងមកដោះស្រាយលំហាត់ទាំងអស់គ្នាបាទអញ្ចឹងមុនរបស់ស្រាយលំហាត់បានល្អគ្នាយើងដូចគូបញ្ជាក់ម្ដងទៀតគឺយើងត្រូវអានប្រធានឲ្យបានច្បាស់លាស់ហើយស្រង់បំរាប់ដែលតកតងជាមួយនឹងប្រធានហ្នឹងហើយយើងពិสูจន៍រកអីតើបំរាប់អីខ្លះអាចយើងអាចទៅរកតម្លៃនឹងបានហើយវាខ្វែងខ្លះអញ្ចឹងយើងអាចរកបន្ថែមទៀតបានអត់អញ្ចឹងទៅតែលំហាត់ខ្លះគឺគេប្រាប់យើងអស់ហើយអញ្ចឹងយើងគ្រាន់តែបែកខ្នាតឲ្យទៅជាប្រព័ន្ធខ្នាត SI ដើម្បីជួសជុលហើយយើងកណនាទៅជាការស្រេចបាទទូ free ហើយទូពេញមកអូខេ full បាទចរបានទី5វាថាខ្សែចម្លង2មានប្រវែងប៉ុណ្ណឹងដូចគ្នាអានម្ដងទៀតណាមានចម្ងាយគ្នាប៉ុណ្ណឹងបាទហើយគេថាឆ្លងកាត់ដោយចរន្តមានទិសដៅដូចគ្នានេះសំខាន់មែនតើកន្លែងហ្នឹងណាបាទកន្លែងសំខាន់ហ្មងបាទឲ្យដឹងថាទាញចូលច្រើនចេញអាស្រ័យលើទិសដៅហ្នឹងមកបាទទិសដៅចរន្តហ្នឹងឯងហើយមានតម្លៃវាអូខេតម្លៃវាមិនសំខាន់ទេមិនថាដូចគ្នាឬក៏លើសគ្នាអាមួយណាធំជាងមួយតូចជាងចរន្តវាទេវាសំខាន់ទេសំខាន់ទិសដៅនេះបាទយើងចាប់កន្លែងទិសដៅនៅបានកន្លែងហ្នឹងមួយអូខេលំហាត់ហ្នឹងយើងបាទយើងអាចទាញបានទាំងស្រុងយើងអាចឆ្លើយបានទាំងស្រុងនៅពេលដែលគេសួរទាញចូលច្រើនចេញគេឲ្យសញ្ញាកាសនេះគេឲ្យគេចាំនេះទេនូកកុំឲ្យវែងឆ្ងាយពេកតោះហើយកើតនេះកម្លាំងដែលមានអំពើទៅវិញទៅមកដែលខ្សែចម្លងទាំងពីរនេះវាមានអំពើលើគ្នាអញ្ចឹងក៏បានដែរដល់ពេលសំណួរខសួរខ្សែចម្លងទាំងពីរទាញចូលច្រើនចេញបាទសំណួរនេះឆ្លើយនេះពេលដែលយើងមើលឲ្យទិសដៅដូចខ្វាច់បាទចរន្តមានទិសដៅគ្នាអញ្ចឹងយើងគិតថាអូបើចរន្តមានទិសដៅគ្នាកម្លាំងវាគឺជាកម្លាំងទំនាញកម្លាំងដែលទាញគ្នាចូលអញ្ចឹងនៅរូបទី1អូខេអញ្ចឹងនេះផុយតាទៅយើងមើលដំណោះស្រាយពេញលេញទាំងអស់គ្នាអូខេដាក់ដំណោះស្រាយគ្នាយើងហើយអូខេអញ្ចឹងយើងមើលគេឲ្យយើងធ្វើអីគ្នាបាទសំណួរកអូខេឧបរិបន្តិចសំណួរកគេឲ្យយើងកណនាកម្លាំងអូខេកណនាកម្លាំងដែលខ្សែចម្លងទាំងពីរមានអំពើលើគេថាកម្លាំងអន្តរកម្មចុះអន្តរកម្មមានអំពើទៅវិញទៅមកអាទី1ក៏មានអំពើលើអាទី2អាទី2ក៏មានអំពើលើអាទី1អូខេតោះអញ្ចឹងយើងមកមើលដំណោះស្រាយទៅយើងតាមរមុនណាអញ្ចឹងដូចគូបញ្ជាក់អញ្ចឹងមិនថាវាទាញចូលចាញ់ចេញអត់សំខាន់ទេកណនាតាមរមុនតែមួយទេតាមរមុនអូខេតោះ F ទី1 2ស្មើនឹង F ទី1ស្មើនឹង1 0បាទ I1 គុណនឹង I2 គុណជាមួយ L នៅលើ2 pi a 2 pi a ចឹងយើងដាក់ដោយគ្នាយើងបាទដោយអូខេ1 0ស្មើនឹង4 pi គុណដុតស្វ័យគុណដក7 t ស្លាម៉ែត្រក្នុង1អំពែបាទ E1 បាទស្មើនឹង E2 បាទស្មើនឹង1អំពែដូចគ្នាបាទ L1 ស្មើនឹង L2 ស្មើនឹង L ចឹងប្រវែងណំវែងណំស្មើគ្នាគឺស្មើបានគ្នាបាន1ម៉ែត្រចឹងអត់បាច់ឆត់បែកទេចម្ងាយ A កន្លែងនេះគូបញ្ជាក់តាំង A ក៏បាន D ក៏បានដែរបាទស្មើ D แล้วក៏ដាក់ចំមកទៅស្មើនឹង1សង់ទីម៉ែត្រចឹងវាស្មើនឹង10ស្វ័យគុណដក2ម៉ែត្រអូខេបាទចឹងយើងជួសជុលមកយើងស្គាល់ហើយចឹងគេបានF12 ស្មើនឹង F21 ស្មើនឹងបាទ4 pi អូខេបាទគុណនឹង10ស្វ័យគុណដក7អូខេចែកឲ្យ E1 យើងបាន1 E2 ក៏1បាទ L ក៏1ចឹងគុណទាំងអស់មកហើយនៅលើ2 pi គុណនឹង10ស្វ័យគុណដកជាស្រេចដក2អូខេដក2 pi a ចឹងណាចឹងយើងមើលអានេះ4សម្រួល2 pi នេះសល់2គុណនឹង1គុណ1គុណ1សល់2ដដែលឯងសល់2ដដែលហើយដក2លើបូក2 7ដក5 Newton អញ្ចឹងយើងធ្វើការដាក់ដូចនេះអញ្ចឹងកម្លាំងអាទី1ទាញអាទី2ហើយអាទី2ឥឡូវអាទីនេះចូលចាំមើលយើងទីយើងដឹងហើយ
បាទសំខាន់តម្លៃវាស្មើប៉ុណ្ណឹងមិនថាទាញចូលឬច្រើនចេញទេតម្លៃវាស្មើនឹង2កណ្ដុតសេកុនដក5 Newton អូខេអញ្ចឹងនៅពេលដែលយើងរកតម្លៃបានហើយសំណួរបន្ទាប់គេសួរថាតើកម្លាំងទាំងពីរនេះឬក៏ខ្សែទាំងពីរនេះវាទាញឬក៏វាច្រានទាញឬវាច្រានអញ្ចឹងអត់ពិបាកអីគ្នាយើងយោងតាមបាទមេរៀនយើងមើលទៅដៅចរន្តហ្នឹងគេពិសោធន៍ហើយគ្នានៅពេលដែលគេពិសោធន៍គេឃើញអញ្ចឹងឯងបាទ